នេះគឺជាការប្រៀបធៀបកាមេរ៉ាគ្នារវាងទូរស័ព្ទ Galaxy S25 Ultra និង S24 Ultra ឡែនកាមេរ៉ានៅលើ Galaxy S25 Ultra និង S24 Ultra គឺវាដូចគ្នាស្ទើរតែទាំងស្រុងខុសគ្នាត្រង់ lens ultra wide នៅលើ S25 Ultra ហ្នឹងគឺគេបានដំឡើងពី12 megapixel ឡើងដល់50 megapixel ទូរស័ព្ទទាំងពីរនេះមានកាមេរ៉ាគោលទំហំ200 megapixel ដូចគ្នា aperture 1.7 24 mm lens telephoto មានទំហំ10 megapixel aperture 2.4 67 mm សម្រាប់ lens periscope មានទំហំ50 megapixel aperture 3.4 111 mm ដោយឡែក lens ultra wide នៅលើ S25 Ultra គឺគេបានដំឡើងពី12 megapixel ឡើងដល់50 megapixel aperture 1.9 ទាំង S24 Ultra និង S25 Ultra គឺវាអាចថតបានទូលាយដល់ទៅ120 degree ដូចគ្នាសម្រាប់កាមេរ៉ាមុខក៏មានទំហំដូចគ្នាដែរគឺ12 megapixel ដូចគ្នា aperture 2.2 26 mm ដើម្បីដឹងពីភាពខុសគ្នានៃកាមេរ៉ាទូរស័ព្ទទាំងពីរនេះសូមទស្សនាវីដេអូនេះពីដើមដល់ចប់ការថតរូបនៅលើទូរស័ព្ទ flagship ទាំងពីរនេះគឺសុទ្ធតែថតបានច្បាស់ជាមួយនឹងការឲ្យ detail នឹងគឺច្បាស់ម៉ត់ល្អដូចគ្នាប៉ុន្តែយើងក៏នៅតែអាចសម្គាល់ដឹងរូបភាពដែលថតចេញពី S25 Ultra ហ្នឹងគឺវាឲ្យពណ៌រាងស្រស់រាងដិតជាង S24 Ultra បន្តិចហេតុនេះហើយទាំងការថតរូបភាពការថតម្ហូបអីហ្នឹងគឺយើងឃើញថា S25 Ultra ហ្នឹងគឺវាឲ្យមករាងលិចជាង S24 Ultra ហើយមើលទៅក៏វាស្អាតជាងដែររូបភាពដែលថតដោយ S25 Ultra ហ្នឹងយើងមើលទៅឃើញថាវារាងស្រស់រាងដិតជាង S24 Ultra បន្តិចមែនក៏ប៉ុន្តែបើយើងមើលពីទឹកពណ៌ធម្មជាតិអីហ្នឹងគឺ S25 Ultra ហ្នឹងគឺវាធ្វើបានល្អជាងរូបភាពដែលថតចេញពី S25 Ultra និង S24 Ultra វាមើលទៅគឺមានភាពប្រហាក់ប្រហែលគ្នាមិនសូវជាខុសគ្នាច្រើនទេបើយើងមិនសម្លឹងមើលឲ្យមែនតើយើងឃើញថាវាស្ទើរតែដូចគ្នាដែរវាខុសគ្នាត្រង់ទឹកពណ៌បន្តិចបន្តួចតែប៉ុណ្ណោះខ្ញុំសម្គាល់ទឹកពណ៌ធម្មជាតិហ្នឹងតាមរយៈរូបភាពដែលខ្ញុំបានថតនៅក្នុងទូរស័ព្ទហើយខ្ញុំមើលប្រៀបធៀបផ្ទាល់ជាមួយនឹងរូបភាពពិតនៅខាងក្រៅទាំងពីរគ្រឿងនេះគឺខ្ញុំពេញចិត្តទាំងការថតរូប12 megapixel 50 megapixel និង200 megapixel ហ្នឹងគឺវាឲ្យសាច់រូបភាពហ្នឹងគឺច្បាស់ម៉ត់ជាមួយនឹង detail ខ្ពស់ពិសេសការថតរូប200 megapixel ហ្នឹងគឺវាស៊ីមេធំមែនទែននៅលើ S25 Ultra 200 megapixel វាស៊ីទំហំដល់ទៅ38 megabyte ហើយនៅលើ S24 Ultra ហ្នឹងគឺវាស៊ី30 megabyte ឡែនទូលាយ S24 Ultra គឺវាអាចថតបានត្រឹមតែ12 megapixel ហើយនៅលើ S25 Ultra ហ្នឹងគឺវាអាចថតឡែនទូលាយបានដល់ទៅ50 megapixel ប៉ុន្តែរូបភាពពេលដែលខ្ញុំយកវាមកមើលជាក់ស្ដែងគឺកម្រិត detail ភាពច្បាស់ម៉ត់ហ្នឹងគឺនៅលើ S25 Ultra ហ្នឹងគឺវាមិនលើសគ្នាពី12 megapixel នៅលើ S24 Ultra ប្រហែលទេចូលមកដល់ការថតរូប portrait ទាំង S25 Ultra S24 Ultra ការថតរូប portrait គឺវាធ្វើបានល្អខ្ញុំនៅតែពេញចិត្តជាមួយនឹងការថត portrait នៅកន្លែងដែលមាន background ខាងក្រោយស្មុគស្មាញរញ៉េរញ៉ៃគឺវាឲ្យ blur ខាងក្រោយបានល្អក៏ដូចជាការកាត់ត្រេការបែងចែកសរសៃសក់ក៏ដូចជានៅចន្លោះត្រចៀកហ្នឹងគឺវាធ្វើបានល្អវាធ្វើបានល្អដូចគ្នាប៉ុន្តែរូបភាពនៅលើ S25 Ultra ហ្នឹងគឺវាឲ្យពណ៌មករាងដិតស្រស់រាងលិចជាង S24 Ultra បន្តិចការឲ្យពណ៌ស្បែកមនុស្សនៅលើ S24 Ultra ហ្នឹងយើងមើលទៅឃើញថាវារាងវមរាងបែបពណ៌ទឹកក្រូចបន្តិចបែបនេះហើយទាំងការថតមនុស្សក៏ដូចជាការថតទេសភាពអីហ្នឹង S25 Ultra គឺមើលទៅវារាងលិចរាងផុសស្អាតជាង S24 Ultra បន្តិចប៉ុន្តែទាំងពីរគ្រឿងនេះខ្ញុំនៅតែពេញចិត្តជាមួយនឹងរូបភាពដែលថតចេញមកវារក្សានៅទឹកពណ៌បែបធម្មជាតិមិនខុសពីខាងក្រៅប៉ុន្មានទេ
ហើយខ្ញុំចូលចិត្តថតចាប់ពី3គុណរហូតដល់5គុណគឺវាឲ្យ blur background ខាងក្រោយហ្នឹងគឺបានស្អាតល្អមែនទែន Selfie camera S25 Ultra និង S24 Ultra គឺមានទំហំ12 megapixel ដូចគ្នាហើយការថតរូបនៅកាមេរ៉ាមុខរបស់វាទាំងពីរនេះគឺវាឲ្យ detail បានច្បាស់ម៉ត់ល្អជាមួយនឹងទឹកពណ៌ក៏បែបធម្មជាតិវាធម្មជាតិមែនវាឲ្យឃើញទាំងអស់ស្នាមជាំស្នាមមុនអីហ្នឹងគឺឃើញច្បាស់ពិតៗតែម្ដងបែបនេះប្រហែលជាមិនសូវជាត្រូវចិត្តអ្នកដែលចូលចិត្តនៅក្នុងការថតរូបដែលថតចេញមកភ្លាមគឺឃើញស្អាតលើកសម្រស់ដែលលើសពីការពិតនោះទេតែមិនថ្មីទេបើសិនជាអ្នកដែលចង់កែចង់ edit លើកសម្រស់បន្ថែមទៀត S25 Ultra និង S24 Ultra គឺវាមានជម្រើសច្រើនសម្រាប់អ្នកដែលចូលចិត្តនៅក្នុងការកែរូបបើចំពោះខ្ញុំគឺខ្ញុំមិនដែលកែទេដោយសារតែខ្ញុំស្រឡាញ់រូបបែបធម្មជាតិការថតនៅពេលយប់បើតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ប្រើធ្លាប់តេស្តកាមេរ៉ាចាប់ពី Galaxy S22 Ultra រហូតមកដល់ Galaxy S25 Ultra ខ្ញុំឃើញថានៅពេលយប់ Galaxy S22 Ultra ហ្នឹងគឺវាថតបានភ្លឺជាង S23 Ultra ហើយ S23 Ultra ហ្នឹងក៏ថតបានភ្លឺជាង S24 Ultra ដូចគ្នានៅពេលយប់ហើយ S24 Ultra ហ្នឹងក៏ថតបានភ្លឺជាង S25 Ultra ដូចគ្នាដែរនៅពេលយប់ទាំងការថតវីដេអូនិងរូបសន្លឹកអូខេហេតុអ្វីបានជាពីមួយឆ្នាំទៅមួយឆ្នាំ Samsung គេតែងតែទម្លាក់ពន្លឺនៅលើទូរស័ព្ទស៊េរីកំពូលរបស់ខ្លួនវាថតមិនសូវភ្លឺដូចជាស៊េរីមុនអូខេអញ្ចឹងហេតុផលដែលយើងមើលឃើញជាក់ស្ដែងបើទោះបីជាស៊េរីមុនវាថតទៅឃើញថាភ្លឺជាងស៊េរីដែលចេញក្រោយក៏ពិតមែនក៏ប៉ុន្តែភាពច្បាស់ក៏ដូចជា noise ព្រិលអីហ្នឹងគឺវាក៏ច្រើនទៅតាមនោះដែរអញ្ចឹងហើយបានខ្ញុំឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះSamsung គេចាប់ផ្ដើមធ្វើម៉េចឲ្យការថតនៅលើទូរស័ព្ទស៊េរីកំពូលក្រោយៗហ្នឹងគឺមិនសូវជាភ្លឺខ្លាំងពេកទេហើយវាក៏កាត់បន្ថយលុបបំបត្តិ noise ព្រិលក៏វាបានច្រើនដែរហើយចំណុចមួយនេះខ្ញុំឃើញថាមិនមែនតែក្រុមហ៊ុន Samsung ទេដែលគេធ្វើបែបនេះការថតរូបនៅពេលយប់ S25 Ultra និង S24 Ultra សមត្ថភាពរបស់វាគឺប្រហាក់ប្រហែលគ្នាវាថតបានស្អាតដូចគ្នាហើយការលុបបំបាត់ noise ស្នាមអុចនៅលើ S25 Ultra ហ្នឹងខ្ញុំសម្គាល់ឃើញថាវាក៏មិនធ្វើបានលើសពី S24 Ultra ប៉ុន្មានទេការថតនៅកន្លែងដែលមានពន្លឺចាំងខ្លាំង S25 Ultra វាធ្វើបានល្អជាង S24 Ultra វាកាត់បន្ថយ flare និងការភ្លឺចាំងផ្លាតនៃពន្លឺបានល្អជាង S24 Ultra ការថតប្លង់នីមួយៗទាំងពីរនេះគឺវាមិនរុញពន្លឺឲ្យភ្លឺខ្លាំងពេកទេវាធ្វើឲ្យរូបភាពដែលយើងថតមកនឹងគឺមើលទៅមានលក្ខណៈស្រទន់បែបធម្មជាតិមិនថាតែ S25 Ultra ឬ S24 Ultra នោះទេនៅពេលដែលខ្ញុំទាញវាយកមកថតរូបនៅពេលយប់ហ្នឹងគឺពោពេញទៅដោយទំនុកចិត្តការថតវីដេអូនៅពេលយប់ហ្នឹងយើងឃើញថា S24 Ultra ហ្នឹងគឺវាថតបានភ្លឺល្អជាង S25 Ultra បន្តិចមុខរបស់ខ្ញុំនៅលើ S25 Ultra ហ្នឹងគឺវារាងងងឹតជាង S24 Ultra ផងដែរយ៉ាងណាយើងឃើញថា S25 Ultra ហ្នឹងវាឲ្យពណ៌បែបធម្មជាតិជាង S24 Ultra ទាំងពីរនេះគឺសុទ្ធតែថតវីដេអូបានច្បាស់ល្អដូចគ្នាប៉ុន្តែភាពថ្លានិងការលុបបំបាត់ noise ភាពព្រិលហ្នឹងគឺ S25 Ultra វាធ្វើបានល្អជាងបន្តិចខ្ញុំពេញចិត្តការថតរូបនិងថតវីដេអូនៅលើវាទាំងពីរនៅពេលយប់គឺវាឲ្យពណ៌បែបធម្មជាតិគឺមិនខុសគ្នាពីអ្វីដែលយើងមើលឃើញផ្ទាល់នៅខាងក្រៅទេហើយមួយទៀតពន្លឺដែលវាឲ្យមកគឺស្រទន់មើលទៅគឺត្រជាក់ភ្នែកតែម្ដងទាំងពីរគ្រឿងនេះគឺសុទ្ធតែអាចថតវីដេអូបាននៅក្នុងកម្រិត 4K 60 fps និង 4K 120 fps ដូចគ្នាហើយវាក៏អាចថត 8K ក្នុងកម្រិត30 fps ដូចគ្នាផងដែរសាច់វីដេអូ 4K របស់វាទាំងពីរគឺថតបានច្បាស់ម៉ត់ល្អដូចគ្នា
ខុសគ្នាត្រង់នៅលើ S25 Ultra ហ្នឹងគឺទឹកពណ៌របស់វាគឺរាងធម្មជាតិជាង S24 Ultra បន្តិចប៉ុន្តែគុណភាពវីដេអូទាំងពីរនេះគឺសុទ្ធតែអាចប្រើប្រាស់បានគឺវាថតបានច្បាស់ល្អមែនទែនគុណភាពវីដេអូរបស់វាទាំងពីរគឺខ្ញុំទុកចិត្តហើយវាមិនចាញ់កាមេរ៉ាធំដែលមានតម្លៃថ្លៃប៉ុន្មានទេការថតវីដេអូ zoom ឆ្លាស់ឡែន S25 Ultra និង S24 Ultra យើងឃើញថាវាមានភាព smooth ប្រហែលគ្នាប៉ុន្តែដោយសារឆ្នាំនេះ S25 Ultra គេបានដាក់របស់ថ្មីអញ្ចឹងវាធ្វើឲ្យការ zoom នៅលើ S25 Ultra នឹងវារាង smooth ជាង S24 Ultra បន្តិច8K វីដេអូរបស់វាទាំងពីរគឺថតបានកម្រិតច្បាស់គុណភាពខ្ពស់ហើយវាក៏ស៊ីមេធំដែរនៅលើ S25 Ultra វីដេអូត្រឹមតែ16វិនាទីវាស៊ីមេដល់ទៅ170 MB S25 Ultra វាអាចថត 8K វីដេអូបានទូលាយដល់ទៅ 0.6 គុណប៉ុន្តែ 8K S24 Ultra គឺមិនអាចថតទូលាយបានទេS25 Ultra និង S24 Ultra អាចថតបានជាមួយនឹងវីដេអូ Portrait កម្រិត 4K 30 fps ទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយ Portrait វីដេអូខ្ញុំឃើញ S25 Ultra គឺវាមានចំណុចកែប្រែល្អច្រើនវាធ្វើបានល្អជាង S24 Ultra ការឲ្យ blur ការបែងចែកវត្ថុឬក៏មនុស្សដែលនៅខាងមុខនឹងគឺវាបានដាច់ល្អពី background នៅខាងក្រោយការថតត្រឹម1គុណ S24 Ultra ក៏វាធ្វើបានល្អដែរប៉ុន្តែពេលដែលខ្ញុំថតដល់3គុណខ្ញុំឃើញថាពេលខ្លះវា blur បាំងទាំងមនុស្សឬក៏វត្ថុដែលនៅខាងមុខទៀតផងឯ S25 Ultra គឺវាធ្វើបានល្អទាំង1គុណ2គុណនិង3គុណហើយនេះគឺជាចំណុចដ៏ល្អមួយដែលគេបានកែខៃកង្វះខាតដែលធ្លាប់មាននៅលើ S24 Ultraទាំងពីរនេះគឺសុទ្ធតែអាចថត log វីដេអូបានប៉ុន្តែ S24 Ultra វាទើបតែទទួលបាននៅពេលដែល update ឡើងមកកាន់ One UI 7 log វីដេអូគឺយើងអាចយកវីដេអូដែលយើងបានថតយកទៅកែពណ៌ផ្សេងទៅតាមអ្វីដែលយើងចង់បានប៉ុន្តែបើយើងខ្ជិលកែយើងក៏អាចឲ្យវាកែឲ្យយើងដែលមានជម្រើសពណ៌ផ្សេងឲ្យយើងជ្រើសរើសផងដែរ25 Ultra និង24 Ultra ក៏អនុញ្ញាតឲ្យយើងថតវីដេអូ slow motion យឺតបានដល់ទៅ120 fps សម្រាប់អ្នកដែលចូលចិត្តថតវីដេអូច្រើនទាំងពីរនេះគឺពិតជាត្រូវហើយការ zoom និយាយឲ្យខ្លីទៅគឺ S25 Ultra គឺវាធ្វើបានល្អច្រើនជាង S24 Ultra បើទោះបីជាការថត zoom ឆ្ងាយចាប់ពី30គុណដល់100គុណក៏ S25 Ultra វានៅតែឲ្យ detail បានល្អវាឲ្យពណ៌និងសម្គាល់អ្វីដែលនៅឆ្ងាយហ្នឹងគឺបានត្រឹមត្រូវជាង S24 Ultraដូចយើងឃើញរូបសត្វលើលោកដែលខ្ញុំបានដាក់នេះគឺ S25 Ultra វាសម្គាល់វាធ្វើបានត្រូវល្អជាង S24 Ultra ច្រើនអូខេអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរបន្ទាប់ពីទស្សនាវីដេអូប្រៀបធៀបកាមេរ៉ារវាង S25 Ultra និង S24 Ultra ខ្ញុំឃើញថាសមត្ថភាពកាមេរ៉ារបស់វាទាំងពីរគឺប្រហាក់ប្រហែលគ្នាប៉ុន្តែការឡើងពី S24 Ultra មកកាន់ S25 Ultra ខ្ញុំពេញចិត្តច្រើនទៅលើកាមេរ៉ារបស់វាជាពិសេសការថតរូបនិងថតវីដេអូវាឲ្យពណ៌មកគឺរាងដិតរាងស្អាតស្រស់ជាង S24 Ultra បន្តិចហើយពណ៌ដែលវាឲ្យមកនឹងក៏វាធ្វើត្រូវបានច្រើនជាង S24 Ultra សប្តាហ៍ថ្ងៃខ្ញុំប្រើទាំងពីរហើយខ្ញុំក៏ស្រឡាញ់សមត្ថភាពថតរូបថតវីដេអូនៅលើ S24 Ultra ដែរហើយតម្លៃ S24 Ultra ពេលនេះក៏មានតម្លៃល្អវាធូរជាងមុនប្រហែលជាពាក់កណ្ដាល
អ្នកទាំងអស់គ្នាអាចសរសេរ comment នៅខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូបន្ត